សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការដោះស្រាយបញ្ហាដែល laptop របស់យើងវាចាប់ Wi-Fi បានប៉ុន្តែវាអត់សូរអញ្ចឹងឧទាហរណ៍ជាក់ស្ដែងដោយកុំព្យូទ័រខ្ញុំនេះចាប់ Wi-Fi បានប៉ុន្តែនៅពេលដែលយើងចុចមើលទៅវាដាក់ថា no internet ហើយនៅពេលដែលខ្ញុំចុចបើកមើលចូលដល់ថាមាន Wi-Fi ដំណើរការអត់អញ្ចឹងគឺវាអត់ឃើញទេគឺវាទទេស្អាតមកប៉ុន្តែនៅពេលដែលខ្ញុំសាកតេស្តបើកវាមានអ៊ីនធឺណិតជាសាកវិញទៅ google.com ឃើញថាវាដើរអញ្ចឹងយើងទៅដោះស្រាយបញ្ហានឹងទាំងអស់គ្នាតើយើងត្រូវធ្វើបែបណាទៅវាឈប់ដាក់ថា no internet ហើយវាអាច search ឃើញឈ្មោះ Wi-Fi វិញបានអូខេអញ្ចឹងវិធីទី1យើងអាចប្រើតាម CMD ទៅខ្ញុំទៅជួបបញ្ហានឹងលើកដំបូងដែរអញ្ចឹងយើងដោះស្រាយទាំងអស់គ្នាពីច្រើន CMD បើយើង run ជាមួយ admin គឺវាអាចថាល្អជាងអូខេដាក់វាធំបន្តិចមកនៅពេលដែលយើងបើក CMD មកយើងត្រូវវាយ command មួយចំនួនដើម្បី reset network adapter វាអញ្ចឹងcommand ទី1យើងវាយទៅវាជោគជ័យតមកយើងទៅ copy command បន្ថែមទៀតយើងអាច copy ម្ដងទាំងពីរមកអូខេអញ្ចឹងនៅពេលដែលយើង copy command នឹងដាក់អស់ហើយយើងសាក restart កុំព្យូទ័រចង់ដឹងថានៅពេលដែលយើង restart ទៅគឺវាដើរអត់បើសិនបើ restart ហើយវាអត់ដើរយើងនឹងប្រើវិធីសាស្ត្រផ្សេងទៀតអញ្ចឹងចាំមើលខ្ញុំ restart ហើយចាំមើលខ្ញុំបើកឲ្យអ្នកទាំងអស់គ្នាមើលថាវានឹងសូរ Wi-Fi មកវិញអត់ហើយកន្លែងនេះវាឈប់ចេញ no internet អត់ហ្នឹងហើយអ្នកទាំងអស់គ្នានេះជាកុំព្យូទ័ររបស់ខ្ញុំដែលបន្ទាប់ពី restart ហើយអញ្ចឹងយើងចូលទៅបើកមើលម្ដងទៀតថាវាសូរ Wi-Fi មកវិញនៅពេលដែលយើង restart រួចហើយអញ្ចឹងគឺវាចេញឈ្មោះ Wi-Fi មកវិញហើយនៅពេលដែលយើងចុចsearch Wi-Fi ក៏វាមាន load មកវិញដែរអញ្ចឹងបញ្ហាយើងគឺត្រូវបានដោះស្រាយហើយចំពោះ command ដែលខ្ញុំប្រើដើម្បីដោះស្រាយបញ្ហាហ្នឹងគឺវាមាន3នេះគឺ command ទាំង3ហ្នឹងជំរឿខ្ញុំនឹងដាក់វានៅក្នុង description ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បើសិនបើអ្នកទាំងអស់គ្នាជួបបញ្ហាដូចជាខ្ញុំដែរ